អ្នកអត់ណាត់ស្ងាត់បានទៅដល់ហើយហើយចុះអ្នកណាត់អ្នករៀប plan តាំងពីមួយសប្តាហ៍មុនមួយខែមុនថ្ងៃណាបានទៅមណ្ឌលគិរីផ្ដាំឲ្យសួរថាថ្ងៃណាទៅលេងព្រោះថាឥឡូវនេះវាស្មៅគឺថាខៀវសង្ងាត់ដើមឈើលោះស្លឹកស្រស់បំប្រងតែម្ដងហើយចង់ដឹងថាកន្លែងណាមានប្លង់ថតរូបស្អាតដូចនៅក្នុងវីដេអូខ្ញុំនេះកុំភ្លេចតាមដានវីដេអូខ្ញុំទាំងអស់គ្នាពីដើមដល់ចប់ព្រោះខ្ញុំចាមានបង្ហាញពេញវីដេអូតែម្ដងតាំងពីចេញពីកាចេះរហូតដល់មណ្ឌលគិរីចាដែលដំណើរកំសាន្តលើកនេះគឺអត់មានកម្រងក្រងទុកទេនៅលក់សុកគ្រាន់តែអស់អាវ៉ាន់លក់រៀបកៅអៅប្រុចតែម្ដងចេញពីកាចេះទៅម៉ោង12ជាងចា12ថ្ងៃត្រង់បាយថ្ងៃហើយទៅជាចិត្តម៉ោង1ហើយទៅដល់មណ្ឌលគិរីសំណាងដែរគឺអត់មានភ្លៀងទេទៅដល់យើងទៅរកអីញ៉ាំសិនព្រោះទៅដល់រៀងល្ងាចដែរហើយម៉ោង5ម៉ោង6ហើយចាយើងទៅញ៉ាំស៊ុបចំណាំងលាក់ខ្លួនណាគ្រាន់តែទៅដល់ហើយចំណាំងហៅអីហើយគេដាក់ចំណាំងមកដល់គឺមេចាប់ដើមភ្លៀងតែម្ដងអញ្ចឹងក៏អត់បញ្ហាដែរចាមេភ្លៀងតិចយើងញ៉ាំស៊ុបចំណាំងក្តៅចេះគឺថាត្រូវគ្នាមែនតើបន្ទាប់ពីភ្លៀងហើយយើងទៅគេងនៅទស្សនៈសិនយើងអត់បានទៅគេងរីសតទេព្រោះយើងទៅមានក្មេងផងមានមនុស្សចាស់ផងហើយខែភ្លៀងចាខ្លាចពេលឡណាមួយគុណក្តៅឈឺយប់ប្រលប់អីទៅគឺយើងពិបាករកពេទ្យអញ្ចឹងយើងមកគេងនៅខេត្តហើយស្រួលរករបស់ញ៉ាំទៀតដោយសារតែពេលយើងទៅហ្នឹងគឺអត់បានត្រៀមរបស់ញ៉ាំទៅទេព្រោះទៅអត់កម្រងបន្ទាប់ពីយើងគេងហើយអញ្ចឹងទៅចាព្រលឹមឡើងយើងមកញ៉ាំនំបញ្ចុកស្រស់នៅចិត្តនឹងកន្លែងទស្សនៈដែលយើងគេងដែរទេញ៉ាំអីហើយគឺយើងចាប់ដើមបន្តដំណើរទៅលេងនៅភ្នំដោះកមុំមួយផ្លែតសិនចាទៅលេងថតរូបថតអីមើលទេសភាពហើយមកសបកអញ្ចឹងទៅចាយើងចុះពីភ្នំដោះកមុំទៅវិញគឺយើងបន្តដំណើរទៅលេងនៅទឹកជ្រោះប៊ូស្រាមកដល់ប៊ូស្រាហើយគឺយើងចូលទិញសបុតទិញអីដើម្បីចូលទៅទស្សនានៅទឹកជ្រោះខាងក្រោមអញ្ចឹងណាគិតថាសំណាងមែនតែនពេលដែលខ្ញុំអត់ទាន់ទៅគឺថាភ្លៀងនៅកាចេះសឹងតែរាល់ថ្ងៃដែរហើយអូតូនិយមផ្សាយថាព្យុះបន្តអញ្ចឹងណាប៉ុន្តែពេលតែទៅដល់កន្លែងលេងចាដូចថាសំណាងអត់មានភ្លៀងសោះតែម្ដងចាដូចជាថ្ងៃអាទិត្យដែលខ្ញុំដើរលេងពេញមួយថ្ងៃនេះអត់មានភ្លៀងសំបីតែបន្តិចចាមេឃស្រឡះល្អមែនតែនល្ងាចឡើងមានថ្ងៃលិចឲ្យយើងមើលទេសភាពយ៉ាងស្រស់ស្អាតទៀតអញ្ចឹងពេលដែលមកដល់ប៊ូស្រាចាគឺយើងចុះទៅលេងទឹកជ្រោះខាងក្រៅមកហើយតាមផ្លូវហ្នឹងចាឲ្យថ្ងៃសៅរ៍អាទិត្យឬក៏ថ្ងៃបុណ្យទានគឺសបោរបស់លក់របស់ញ៉ាំណាគេលក់ហោហែអញ្ចឹងទៅតែបើសិនជាយើងទៅច័ន្ទសុក្រអត់ចាំថ្ងៃបុណ្យទានអីគឺអត់សូវមានអ្នកលក់ទេដោយសារតែអត់សូវមានមនុស្សទៅអញ្ចឹងគាត់លក់អត់ដាច់អញ្ចឹងណាCầm bờ đi mua nhá. Bà, phần sang cái trận bờ. Ở đâu nghe nè. អង្គុយមកឆ្អែតហើយគេឡៃដើរតាមយាយបាន3 4ថងមកតាមយាយសុទ្ធគេបានយាយណាច្រើនមែនយាយទាំងអស់បន្ទាប់ពីយើងនៅអង្គុយលេងនៅប៊ូស្រាស្ដាប់សំឡេងទឹកជ្រោះចាញ៉ាំអាហារសម្រន់ញ៉ាំកាហ្វេអីរួចរាល់ហើយហ្នឹងយើងបន្តដំណើរចុះមកខេត្តវិញដើម្បីចាក់សាំងហើយនឹងញ៉ាំអាហារថ្ងៃត្រង់ឲ្យហើយអញ្ចឹងទៅអាហារថ្ងៃត្រង់គឺយើងញ៉ាំនៅក្រាសាំងនឹងតែម្ដងចាមានគ្រប់មុខហើយរសជាតិគេឆ្ងាញ់ទៀតតម្លៃក៏សមរម្យដែរចាហើយបន្ទាប់ពីយើងញ៉ាំអាហារថ្ងៃត្រង់ហើយយើងបានបន្តដំណើរទៅទៀតហើយគឺទៅថតនៅវាស្មៅម្ដងចានៅអូរាំងណាបានតកង់ក៏ដូចជាកាប់ប៉តែននេះមួយគឺថាជូនបើបានគ្រប់ទីកន្លែងតែម្ដងឲ្យតែចង់ទៅកន្លែងណាស្អាតកន្លែងណាមានប្លង់ថតរូបស្អាតអីហ្នឹងចាគឺថាជូនទៅហើយឥឡូវនេះគឺយើងបានមកដល់វាលស្មៅហ្នឹងហើយតម្រាំតែបានរូបភាពស្អាតជូនបងប្អូនមើលត្រូវឆ្លងកាត់ការយកអាអង្រឹង
picnic នេះឡើងចាបានកូនប្រុសមួយចំនួនការហើយនឹងថតរូបឲ្យកន្លែងនេះព្រោះតែកង់ឡានរបស់ខ្ញុំគាត់រៀងហត់ដែរអញ្ចឹងគាត់អត់ឡើងមកតាមទេតែសំណាងដែរបានកូនប្រុសចាគេអញ្ជូនអវ៉ាន់ឡើងឲ្យគេចេះកាន់កាមេរ៉ាឲ្យយើងបានថតរូបដែរអញ្ចឹងទៅកុំអីហ្នឹងមិនសូវបានរូបភាពមិនសូវបានវីដេអូចែកជូនបងប្អូនមើលទេបាទទេសភាពវិញចាទៅដល់គឺយើងមានអារម្មណ៍ថាវ៉ាវដូចនៅបរទេសអញ្ចឹងបងប្អូនស្អាតខ្លាំងមែនតែនអញ្ចឹងសម្រាប់បងប្អូនដែលចូលចិត្តបែបទេសភាពស្រស់ស្អាតបំប្រងកុំភ្លេចទៅលេងមណ្ឌលគិរីខេត្តនេះណាអញ្ចឹងបន្ទាប់ពីយើងចេញពីវាលស្មៅហ្នឹងហើយគឺយើងបន្តទៅលេងនៅរីសតរតនៈម្ដងចានៅរីសតភូមិរតនៈនេះផ្លូវដែលយើងត្រូវត្រឡប់ទៅវិញដែរព្រោះខ្ញុំត្រូវត្រឡប់ទៅកាចេះថ្ងៃនឹងវិញដែរអញ្ចឹងគឺយើងចូលលេងនៅរីសតភូមិរតនៈនេះហើយទៅយើងត្រឡប់ទៅផ្ទះអញ្ចឹងណាបងប្អូនចូលចិត្តចាមើលទេសភាពព្រៃភ្នំមកកន្លែងប្លង់រីសតភូមិរតនៈនេះក៏បានដែរសម្បូរកន្លែងថតរូបច្រើនមែនតើហើយបវលមកជុំវិញខ្លួនយើងគឺថាសុទ្ធតែភ្នំទាំងអស់តែម្ដងស្រស់ស្អាតខ្លាំងមែនតើនៅពេលដែលយើងចូលយើងត្រូវទិញសបុតបើសិនជាយើងអត់គេងរីសតទេទិញសបុតហើយសបុតដែលយើងទិញហ្នឹងគឺយើងអាចដូរយកភេសជ្ជៈឬក៏ដូរយកជាខ្សែដៃសម្រាប់គេលេងអាងហែទឹកនេះបានទៀតបងប្អូនចាចឹងសម្រាប់បងប្អូនដែលចង់ទៅលេងនៅមណ្ឌលគិរីចាអាចទៅលេងកន្លែងដែលខ្ញុំបានទៅនេះបានបងប្អូនសម្បូរប្លង់ថតរូបហើយគឺថាស្អាតខ្លាំងមែនតែនតែម្ដងទៅត្រឹមតែមួយយប់ទេចាចាំមើលថ្ងៃសៅរ៍ខ្ញុំចេញពេលថ្ងៃត្រង់ទៅដល់ល្ងាចគេងមួយយប់ព្រលឹមឡើងគឺយើងចាប់ផ្ដើមដើរលេងរហូតដល់ល្ងាចយើងចេញមកកាចេះវិញតែម្ដងអញ្ចឹងពេលដែលចុះពីរីសតរតនៈមកហើយតាមផ្លូវគឺទេសភាពស្រស់ស្អាតមែនតែនយើងនៅតែបន្តឈប់តាមផ្លូវរហូតកន្លែងណាស្អាតចូលកន្លែងហ្នឹងកន្លែងណាស្អាតចូលកន្លែងហ្នឹងចាដើម្បីស្រូបយកខ្យល់អាកាសចាមុននឹងយើងត្រឡប់ទៅដល់ខេត្តកាចេះវិញអញ្ចឹងណាអញ្ចឹងបន្ទាប់ពីចុះពីភ្នំទៅហើយឥឡូវនេះយើងធ្វើដំណើរទៅកាន់ខេត្តកាចេះវិញហើយអរគុណច្រើនបងប្អូនទាំងអស់គ្នាចាបើស្រឡាញ់ទេសភាពស្រស់ស្អាតចាកុំភ្លេចទៅលេងខេត្តមណ្ឌលគិរីហើយបើស្រឡាញ់ចូលចិត្តវីដេអូនេះកុំភ្លេចចាជួយ share និង follow ម្នាក់មួយផងអរគុណ